ណាស់ហើយចុះយើងព្រមចុះចាញ់ជាមួយលោកហើយលោកបង្កប់លាក់ខ្លួននៅក្នុងលោកធាតុឬក៏ចក្រវាលណាចូលប្រកាសខ្លួនចេញមកចុះបកាព្រំយើងមិនបានបង្កប់លាក់ខ្លួននៅក្នុងលោកធាតុឬចក្រវាលណានោះទេរយៈពេលដែលលោកស្វែងរកគឺយើងដើរចង្ក្រមនៅលើសេរសារបស់លោកនេះឯងខ្ញុំព្រះអង្គសូមថ្វាយនមស្ការចំពោះព្រះពុទ្ធអង្គពុទ្ធបដិហាដែលសម្ដែងចំពោះខ្ញុំព្រះអង្គនោះធំធេងជាងទេវតានិងព្រំទាំងឡាយទៅទៀតបកាព្រំចូលអ្នកស្ដាប់ព្រះធម៌ទេសនាពីយើងចុះអំណាចនិងភាពសុខសម្រាននៅលើព្រហ្មលោកនេះគឺយូរអង្វែងណាស់ធ្វើឲ្យមានការយល់ឃើញខុសថាសពទ្រព្យទាំងឡាយនោះទៀងទាត់ពិតប្រាកដតែការពិតទៅសពទ្រព្យទាំងឡាយនោះមានការកើតឡើងតាំងនៅហើយក៏រលត់ទៅវិញជាធម្មតាសពទ្រព្យទាំងឡាយសុទ្ធតែទៅតាមអំណាចនៃហេតុបច្ច័យមានកម្មជាដែនកំណើតមានកម្មជាទាយាទមានកម្មជាពុយពងមានកម្មជាទីពឹងស្នាក់អាស្រ័យមានកម្មជារបស់ខ្លួនពេលសាងកម្មអ្វីទុកល្អឬអាក្រក់ក៏ដោយគឺត្រូវតែបានទទួលផលនៃកម្មនោះ